ឈប់នាំគ្នាថាឲ្យក្មេងតូចទៅគឺពេលនេះឡាមីនយ៉ាម៉ាល់ចេញមកបដិសេធពាក្យចចាមរាមដែលចែកចង់តួរឿងអាភាសវ័យ29ឆ្នាំរ៉ាហ្វតថាកីឡាករពីររូបនេះសមនឹងឈ្នះពានបាល់មេបាល់ឡុនដនរដូវកាលនេះណាស់ច្បាស់ការកីឡាករបាសេឡូណាពីររូបនេះនឹងបន្តកុងត្រាថ្មីជាមួយក្លឹបកីឡាករដែល free kick ចូលទីច្រើនជាងគេ Messi លេខ3 Ronaldo លេខ7ក្នុងចំណោមកីឡាករទាំង10រូបបាទសូមគោរពនឹងជម្រាបសួរបងប្អូនអរគ្នាខ្ញុំបាទធីរ៉ាដេស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះត្រង់នៅថ្ងៃទី25ខែមិថុនាឆ្នាំ2025ហើយខ្ញុំក៏មានរឿងរ៉ាវតិចតួចផងដែរឆ្លៀតកាលនេះសូមអរគុណទៅកាន់បងប្អូនដែលជួយ support ខ្ញុំតាមរយៈកងអរគុណទៅកាន់បងលីហៀងនិងបងវិសាលរួមទាំងបងប្អូនជាច្រើនទៀតដែលខ្ញុំមានដាក់ឈ្មោះរបស់ពួកគាត់នៅវីដេអូមុនហើយបងប្អូនដែលចង់ជួយ support អាច support បានតាមរយៈ QR code ដែលខ្ញុំមានដាក់នៅលើវីដេអូនេះចឹងកុំឲ្យខាតពេលវេលាច្រើនយើងទស្សនាខ្លឹមសារវីដេអូដូចតទៅឈប់នាំគ្នាថាឲ្យក្មេងតូចទៅគឺពេលនេះឡាមីនយ៉ាម៉ាល់ចេញមកបដិសេធពាក្យចចាមរាមដែលចែកចង់តួរឿងអាភាសវ័យ29ឆ្នាំឡាមីនយ៉ាម៉ាល់តារាបាល់ទាត់វ័យក្មេងបានចេញមកបដិសេធពាក្យចចាមរាមថាចែកចង់អតីតតារាសម្ដែងស្រីរឿងអាភាសនាង Claudia Pavel ដែលមានវ័យចំណាស់ជាងខ្លួនដល់ទៅ12ឆ្នាំខ្សែប្រយុទ្ធបាសេឡូណាវ័យ17ឆ្នាំកាលពីថ្ងៃទី20ខែមិថុនាត្រូវបានកម្មវិធីជជែកពីកីឡាមួយឈ្មោះTaria លើកឈ្មោះគេយកមកនិយាយទៅនឹងរឿងឆាតទៅជជែកបែបលេបខាយចែកចង់ទៅលើតារាស្រីវ័យ29ឆ្នាំ Pavel យ៉ាងមកថ្មីនេះក៏បានចេញមកច្រានចោលពាក្យចចាមរាមនិងថែមទាំងនិយាយថាខ្លួនពុំដែលចាប់អារម្មណ៍លើអតីតតារាស្រីរឿងអាភាស Claudia Pavel និងមិនធ្លាប់ជួបនាងឡើយអំឡុងពេលកើតមានបញ្ហានាង Pavel ក៏ធ្លាប់បានគម្រាមថានឹងបង្ហាញរូបភាពនិងលក់រូបភាពពេលនាងជួបជាមួយនឹងយ៉ាម៉ាល់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយតែត្រូវបានកីឡាករវ័យ17ឆ្នាំបដិសេធថែមទៀតកីឡាករអន្តរជាតិសញ្ជាតិអេស្ប៉ាញអះអាងទៀតថាខ្លួនតែងតែរស់នៅជាមួយនឹងម្ដាយហើយមនុស្សមិនស្គាល់មុខមិនត្រូវបានអនុញ្ញាតឲ្យចូលទីតាំងរស់នៅគេឡើយរឿងរ៉ាវចម្រូងចម្រាសរវាងយ៉ាម៉ាល់និងតារាស្រីអាភាសកើតឡើងបន្ទាប់ពីរូបភាពមួយត្រូវបានគេលើកយកមកជជែកដែលជារូបភាពយ៉ាម៉ាល់បានជិះម៉ូតូទឹកលេងកម្សាន្តជាមួយនឹងតារាស្រីល្បីល្បាញមួយរូបនៅអេស្ប៉ាញ Fati Vasquez ដែលមានវ័យ29ឆ្នាំក្នុងទីក្រុង Pantelleria ភាគខាងត្បូងតំបន់ Sicily ប្រទេស Malta ដែលទំនងជាការណាត់ជួបគ្នាក្តារកម្សាន្តយ៉ាងណាមិញទាំង Lamine Yamal និង Fati Vasquez ក៏បានចេញមុខបដិសេធរឿងទំនាក់ទំនងជាមួយគ្នាដោយកីឡាករវ័យ17ឆ្នាំបញ្ជាក់ថាគេត្រឹមតែធ្វើដំណើរកម្សាន្តក្រោយចប់រដូវកាលជាមួយនឹងមិត្តរួមក្រុមបាសេឡូណាមួយចំនួនប៉ុណ្ណោះបច្ចុប្បន្ន Lamine Yamal កំពុងធ្វើដំណើរកម្សាន្តនៅប្រទេសប្រេស៊ីលដែលគេបានដើរកម្សាន្តជាមួយនឹងអតីតកីឡាករបាសេឡូណាខ្សែប្រយុទ្ធ Neymar Jr. ហើយថែមទាំងបានទៅដេកសម្រាកនៅផ្ទះរបស់កីឡាករសញ្ជាតិប្រេស៊ីលថែមទៀតគូបញ្ជាក់ថាកីឡាករវ័យក្មេងលេងឲ្យជម្រើសជាតិអេស្ប៉ាញកន្លងមកបានបង្ហាញខ្លួនយ៉ាងអស្ចារ្យឲ្យក្រុមបាសេឡូណាដែលគេបានរួមចំណែកជួយបាសេឡូណាឈ្នះពានរង្វាន់កំពូលចំនួន3ក្នុងប្រទេសអេស្ប៉ាញយ៉ាម៉ាល់រដូវកាលមុនគេរកគ្រាប់បាល់ចំនួន18គ្រាប់និងបញ្ជូនបាល់25គ្រាប់ពីការបង្ហាញខ្លួន55លើករ៉ាហ្វតថាកីឡាករពីររូបនេះសមនឹងឈ្នះពានបាល់មេបាល់ឡុនដនរដូវកាលនេះណាស់ខ្សែប្រយុទ្ធ Marco Rashford បានចុចយកខ្សែប្រយុទ្ធ Lamine Yamal និង Ousmane Dembélé ជាកីឡាករដែលសមនឹងក្លាយជាម្ចាស់ពានបាល់មេបាល់ឡុនដនរដូវកាលនេះប៉ុន្តែការប្រកាសឈ្មោះអ្នកឈ្នះពានរង្វាន់ Ballon d'Or ដែលរៀបចំឡើងដោយ France Football នៅធ្វើឡើងនៅថ្ងៃទី22ខែកញ្ញាឆ្នាំ2025គណៈដែលអ្នកជាប់ឈ្មោះត្រូវប្រជែងយកពាននេះនឹងត្រូវប្រកាសនៅខែសីហាឆ្នាំ2025ពានរង្វាន់នេះផ្ដល់ជូនសម្រាប់កីឡាករដែលឆ្នើមជាងគេប្រចាំរដូវកាលគណៈនេះដែរមានការជជែកវែងញែកជាច្រើនលើកឡើងថាអ្នកណាសមនឹងឈ្នះពានរង្វាន់មួយនេះដោយ Ousmane Dembélé និង Lamine Yamal សុទ្ធតែត្រូវបានគេលើកយកមកនិយាយថាពួកគេសមនឹងឈ្នះយ៉ាងណាវិញសម្រាប់កំណត់ Rashford ផ្ទាល់រូគេបានគិតថាពាន Ballon d'Or វាអាស្រ័យលើការគិតរបស់មនុស្សម្នាក់បើសិនអ្នកបោះឆ្នោតឲ្យកីឡាករឆ្នើមបំផុតជាប់គឺប្រកាសជា Lamine Yamal តែបើសិនជាអ្នកបោះឆ្នោតឲ្យអ្នកដែលឆ្នើមហើយឈ្នះ Champions League គឺ Ousmane Dembélé វាអាស្រ័យទៅលើកំណត់របស់អ្នកច្បាស់ការកីឡាករបាសេឡូណាពីររូបនេះនឹងបន្តកុងត្រាថ្មីជាមួយក្លឹបយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានដឹងថាអ្នកចាំទី Manchester City និងខ្សែបម្រើ Frenkie de Jong នឹងបន្តកុងត្រាថ្មីជាមួយក្លឹបអ្នកមានមុន Barcelona បន្ទាប់ពីបានបង្ហាញទម្រង់លេងដ៏ល្អរួចមក City នឹងបន្តកុងត្រាស្នាក់នៅទឹកដី Camp Nou រហូតដល់ខែមិថុនាឆ្នាំ2027គឺបន្តរយៈពេល2ឆ្នាំបន្ថែមទៀតដោយសារអ្នកចាំទីសញ្ជាតិប៉ូឡូញរូបនេះបានព្រមព្រៀងរួចអស់ហើយគណៈនេះដែរខ្សែបម្រើ Frenkie de Jong ក៏នៅបន្តស្នាក់នៅ Barcelona ដូចគ្នាបើទោះបីជារូបគេធ្លាប់ត្រូវបានអ្នកគាំទ្ររិះគន់ពីទម្រង់លេងកាលពីរដូវកាលមុនក៏ដោយក្លឹបចង់ឲ្យកីឡាករសញ្ជាតិហូឡង់រូបនេះស្នាក់នៅបន្តនិងកំពុងពិភាក្សាលើកុងត្រាថ្មីប៉ុន្តែមិនទាន់ដឹងទេថាក្លឹបផ្ដល់ជូនកុងត្រាប្រមាណឆ្នាំដល់កីឡាកររូបនេះ
កីឡាករដែល free kick ចូលទីច្រើនជាងគេ Messi លេខ3 Ronaldo លេខ7ក្នុងចំណោមកីឡាករទាំង10រូបការទាត់បាល់ពីនៃ free kick មិនមែនជារឿងងាយស្រួលឡើយសម្រាប់កីឡាករបាល់ទាត់ត្បិតមានចម្ងាយឆ្ងាយព្រមទាំងមានអ្នកឈរពាំងជារបាំងពីមុខនិងការរារាំងពីអ្នកចាំទីប៉ុន្តែទោះបីជាយ៉ាងនេះក្តីកីឡាករមានទេពកោសល្យមួយចំនួនដូចជា David Beckham, Cristiano Ronaldo និង Lionel Messi ជាដើមបានបង្ហាញជំនាញនិងបច្ចេកទេសដ៏ប៉ិនប្រសប់ក្នុងការសម្រេចទីដោយការទាត់បាល់ free kick ថ្មីនេះ Lionel Messi បានធ្វើឲ្យភ្ញាក់ផ្អើលតាមរយៈការសុតបាល់ free kick បញ្ចូលទីជួយ Inter Miami វាបកឈ្នះ SC Porto ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ឆ្នាំ2025ប៉ុន្តែប៉ុណ្ណោះគ្រាប់បាល់នេះជួយប្រធានក្រុមជម្រើសជាតិអាសង់ទីនក្លាយជាកីឡាករដំបូងគេបង្អស់ដែលរកគ្រាប់បាល់ច្រើនជាងគេចំនួន50គ្រាប់ក្នុងការប្រកួតដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA គ្រាប់បាល់នេះក៏ជាគ្រាប់បាល់ទី68ក្នុងអាជីពដែល Messi ធ្វើបានដោយការទាត់បាល់ free kick ផងដែរ68គ្រាប់បានជួយប្រធានក្រុមអាសង់ទៀនឈរចំណាត់ថ្នាក់លេខ3ក្នុងនាមជាកីឡាករស៊ុតបាល់ free kick ចូលទីច្រើនជាងគេក្នុងចំណោមកីឡាករ10រូបស្របពេល Cristiano Ronaldo ស្ថិតនៅលេខ7រកបាន64គ្រាប់កីឡាករប្រេស៊ីល Juninho ឈរកំពូលតារាងជាមួយគ្រាប់បាល់សុបបញ្ចូលទី77គ្រាប់តាមពីក្រោយដោយស្ដេចបាល់ទាត់ Pele រកបាន70គ្រាប់ហើយនេះគឺជាកីឡាករបាល់ទាត់10រូបដែលសុតបាល់ពីនៃ free kick ទាំងក្លឹបនិងជម្រើសជាតិបញ្ចូលទីច្រើនជាងគេបំផុតលើโลกមានដូចជា1 Juninho Pernambucano អតីតកីឡាករក្រុមជម្រើសជាតិប្រេស៊ីលនិង PSG រកបាន77គ្រាប់2 Pele រកបាន70គ្រាប់3 Lionel Messi រកបាន68គ្រាប់4 Victor Legrotegui កីឡាករអាសង់ទីនរកបាន66គ្រាប់5 Ronaldinho រកបាន66គ្រាប់6 David Beckham រកបាន65គ្រាប់7 Cristiano Ronaldo រកបាន64គ្រាប់8 Diego Maradona រកបាន62គ្រាប់9 Zico អតីតកីឡាករប្រេស៊ីលរកបាន62គ្រាប់និង10 Ronald Koeman បច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់សប្តាហ៍ថ្ងៃរកបាន60គ្រាប់ក្លឹបយក្ស2នៅអង់គ្លេសចាប់អារម្មណ៍ចង់បាន Stegen ពី Barcelona ក្លឹប Manchester United និង Chelsea កំពុងចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកអ្នកចាំទី Marc-Andre ter Stegen ពី Barcelona នៅរដូវក្តៅនេះអ្នកចាំទីសញ្ជាតិអាល្លឺម៉ង់វ័យ33ឆ្នាំត្រូវបានគេដឹងថានៅមានរំលងចង់ស្នាក់នៅជាមួយក្លឹបយក្សអេស្ប៉ាញបន្តទៀតប៉ុន្តែបច្ចុប្បន្នអ្វីបានប្រែប្រួលវិញបន្ទាប់ពី Barcelona ទើបតែចុះហត្ថលេខាយកបានអ្នកចាំទី Joan Garcia ពី Espanyol Joan Garcia ត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកចាំទីដៃទី1របស់ Barcelona នៅរដូវកាលថ្មីខណៈ Wojciech Szczesny នឹងកាន់កាប់តំណែងអ្នកចាំទីដៃទី2នាយកផ្នែកកីឡាលោក Deco បានចាត់ទុកផែនការបែបនេះថាជារឿងចំណេញសម្រាប់ក្លឹបដោយសារ Stegen គឺជាកីឡាករដែលមានប្រាក់ពលកម្មថ្លៃបំផុតប្រចាំក្រុមពលគឺក្នុងមួយឆ្នាំព្រោះគេរកបានក្បែរ$7លានអាមេរិកគួរឲ្យដឹងថា Marc-Andre ter Stegen គឺនៅសល់កិច្ចសន្យាជាមួយ Barcelona រយៈពេល3ឆ្នាំទៀតពលគឺដល់ខែមិថុនាឆ្នាំ2028